Năng ấy chẳng dân mà thua homework bất tốt từ là fully CICD in Jenkins server tự tam diagramក្នុង homework ចឹងឥឡូវយើងត្រឡប់ទៅកូដយើងវិញយើងធ្វើការ set up install Jenkins server អញ្ចឹងទៅចឹងសូម SHO VM របស់យើងនឹងឥឡូវយើងចាប់ផ្ដើម install Jenkins error package អញ្ចឹងយើងត្រូវការ remove old package របស់វាសិនហើយយើងដាក់ package ថ្មីអញ្ចឹងអី copy ពី document គេដែរទៅថ្មីយើង update package របស់VM របស់យើងអូខេវាថាវា not sign អូខេអាហ្នឹងជប់ check មើលតិចសិននឹងយើងត្រូវ remove អា package ចាស់របស់គេនឹង file ចាស់របស់គេនឹងសិនហើយបាន add ថ្មីអញ្ចឹងអូខេលេខអីអញ្ចឹងយើង update package ម្ដងទៀតអូខេនេះយើងទទួលបានJenkins Jason mà em tới bên error thì rồi sao mình vì cho package nó error từ đây chỉ mới bị chứ ok là lấy ấy số AI sao ok là dùng anh trên kia nói dương này click đặt sudo vì mẫu sai nhóm ở switch từ root user ý nhưng bạn password chẳng nhưng giờ password nó từ loginក្នុងJenkinsដើម្បី unlock Jenkins ចឹងពេលចូលដំបូងចាំយើងចាប់ផ្ដើម install suggest plugin ចឹងពេលចុចទៅវានឹងចាប់ផ្ដើម get start suggest plugin អីខ្លះដែលត្រូវមានដាច់ខាតចឹងណាតើមកពេល plugin អីខ្លះទៀតដែលយើងចង់បានយើងចូលទៅ install ខ្លួនឯងបន្ថែមអានេះគឺ require ដែលចូលមកដំបូងចឹងទៅវាបន្តិចទៅតើមកយើងនេះបង្កើត user admin user ពេលយើងចូលដំបូងវាឲ្យបង្កើតឯដើម្បីសម្រាប់ user admin root user មួយចឹងណាចឹង import ដាក់ឈ្មោះខ្ញុំមកទៅដាក់ admin ហើយ email របស់ខ្ញុំaccess ចូល Jenkins បានហើយចឹងយើងទទួលបាន Jenkins ហើយអូខេឥឡូវហ្នឹងខ្ញុំនឹង start homework បន្តទៀតស្អាតតែមុនហ្នឹងខ្ញុំបានបិទវីដេអូហើយ record ចឹងទៅឥឡូវយើងបន្តទៅយើងទៀតយើងចូលទៅបង្កើតJenkins យើងនៅក្នុងនេះ state lab អូខេបន្តទៀតអញ្ចឹងចូលម្ដងនេះ general នេះខ្ញុំទុកវាព្រោះវាខ្ញុំអត់ទេតែ trigger នេះខ្ញុំយក GitHub
C ICM pooling អញ្ចឹងហើយខ្ញុំលក script from ICM ហើយ ICM យក git ហើយនេះ git repo របស់ខ្ញុំហើយនឹង table ហ្នឹងខ្ញុំឲ្យវាទៅលើ script ហើយទៅនៅ Jenkins ខ្ញុំ save ហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងមាន Jenkins server ហើយយើងត្រូវការមួយទៀតគឺ SonarCube server ចាំស្អែកខ្ញុំអត់បាន set up SonarCube server នេះ file ដែលខ្ញុំបានបង្កើតតែ record video អញ្ចឹងអានេះខ្ញុំ keep ដដែលជាមួយ homework ចាស់ខ្ញុំអត់ចង់កាត់គាត់អញ្ចឹងខ្ញុំបង្កើត Docker Compose production យកមកទៅដើម្បីប្រើនេះមួយ Jenkins ហើយនេះ Jenkins file របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវការ update កន្លែងមួយចំនួនទៀតនេះ SonarCube file របស់ខ្ញុំអញ្ចឹងអានេះក៏តែ set up server mission អញ្ចឹងវាយូរតិចពេលនេះខ្ញុំបាន install set up SonarCube ហើយនេះ SonarCube របស់យើងកំពុងតែ start អូខេឥឡូវវាបានផ្សាយហើយខ្ញុំសូម log in មួយអូខេអញ្ចឹងខ្ញុំ log បានហើយខ្ញុំដាក់អូខេតមកទៀតupgrade អូខេឥឡូវ SonarCube ខ្ញុំ work ហើយអញ្ចឹងយើងចូលមកនេះដើម្បី credential របស់ Cube យើងGoogle ស្អីគេមិនភ្លេចពេក credential ចូលខុសកន្លែងចូល manage pin បន្តមក credential ហើយ add credential បន្តមកចូល system មិនត្រូវ system Google add credential ហើយ secret text អញ្ចឹង ID នេះខ្ញុំSonarCube ឥឡូវខ្ញុំត្រូវ token ខ្ញុំត្រូវការ generate ខ្ញុំ generate token ខ្ញុំបន្តមកយកវាទៅ pack Jenkins អូខេហើយ ID ខ្ញុំឈ្មោះ SonarCube token អញ្ចឹងយើងនៅទីមួយហើយបន្តមកខ្ញុំចង់ connect ជាមួយនឹង Telegram ខ្ញុំនឹង generate អត់ឲ្យខ្ញុំ add Docker Hub credential សិនខ្ញុំនេះshop ខ្ញុំ add មួយទៀតបាទនោះគឺ slaver អូ wait ចំណោមគឺហោចង់ទៅវិញ system SonarCube server add SonarCube URL server authentication អូខេហើយ save ព្រោះខ្ញុំធ្វើហើយបន្តមកឥឡូវខ្ញុំ confirm តាមអស់ហើយយើងសាកទៅកូដមួយទៅដើម្បីគេជាគេច្រឡំចូល
commit ចាំមកគឺអញ្ចឹងយើងនៅ prime main 40នេះនៅ Jenkins file យើងពេល deploy យើងយកចេញពី prime main ហ្នឹងវានឹងវាពេលវាគឺ prime main ហ្នឹងមកគឺ push អញ្ចឹងខ្ញុំរើថាខ្ញុំឥឡូវយើងទៅ check នៅ Jenkins មកយើងសាកវាមួយសិននឹង work អត់ទេតិចវាអត់ទាន់នេះវាចាប់ផ្ដើម check out source code 9ទីបើមានជាការ error ហើយអញ្ចឹងឥឡូវយើង check វា error กับ CI check AI ដែរJenkins អូផ្សាយខ្ញុំនៅក្នុង Jenkins file ហ្នឹងខ្ញុំ include ជាមួយនឹង Telegram bot អញ្ចឹងទៅយើងអត់ទាន់មានហើយ generate ឲ្យfull stack គាត់ខ្ញុំសាកតេស្តនេះដើមម្ដងដើមសាកតេស្ត Telegram ម្ដងតែឥឡូវចង់ដាក់មួយហាត់ហើយដល់មិនអូstack អូខេអញ្ចឹងខ្ញុំទទួលបាន token hello ខ្ញុំទៅបានខ្ញុំបាន add credential start ចាំវាតិចទៅដើម្បីការវានៅមាន issue ទៀតអត់សាមញ្ញខ្ញុំបានអូខេឥឡូវយើងចូលមកយើងចាប់ធ្វើការវាម្ដងទៀតតាមពិសេស ID អូខ្ញុំដឹងតែ error Slayer គឺជាខ្ញុំបាន set config ចោលក្នុង code ទេជាមួយ video ខេសាមញ្ញខ្ញុំបាន update Jenkins ប៉ុន្តែខ្ញុំអត់បាន start ខ្ញុំវាសាមជាទីចាំទីមួយមាន error ឥឡូវយើងផាសបានច្រើននៅសល់សូណាជួប scam មួយទៀតដែលយើងអត់ទាន់ complete ដោយសារតែវារៀងយូរតិចJenkins VM ហើយនឹង IBM យើងដាក់ include ចូលគ្នាតែមួយតែ VM តែមួយវា run slow ក៏ដូច project ខ្ញុំទៀតខ្ញុំបែងចែកVM app application ផ្សេង VM សម្រាប់ Jenkins ផ្សេងទៅវាដើរស្រួលតែ Kevin ចាំជោគជ័យចាំយើង optimize វាតាមវាអូខេ state ខ្ញុំក្នុង Slayer ក្នុង Jenkins file oh my god យូរខ្លាំងណាស់ឡើង10នាទីជាងចឹងខ្ញុំសូម cancel នេះដើម្បី update នឹង mail សាមីដើម្បីវា slow ចឹងអូខ្ញុំឃើញថាអានេះយើងដើរលឿនវិញហើយសូមតែខ្លួនតែអានេះវានៅ stack ហ្នឹងដោយសារតាមយើង play config web hop ឥឡូវវា
create មួយដាក់មានសួរ vậy thì trênយើង run សាមីហ្មងទៅយើង upgrade space ទៅវាដើររៀងលឿន so nó chịu những ấy scan những ấy apply ទៅតពី file អស់យើងតមកយើងវា success ហើយប៉ុន្តែវាមានណាមួយ Telegram ហើយដូចជានេះឆែកអូខេតាមឆែកមើលអា console output គឺខុសcredential ID Telegram មកតែជាមួយវាមានដងអូខេឥឡូវបន្ទាប់ពី fix chatbot ID ហើយឃើញថាវា work ហើយវាក៏បាន send Telegram មកដែរនេះ successful step deploy អញ្ចឹងយើងសាកជាមួយ ពី action ហើយដើរអស់ហើយដោយសារតែថាវាពុះមកតក៏ហាប់មិនអត់ពីអញ្ចឹង email របស់យើងទាំង front ទាំង back បានពុះមកអស់ហើយអញ្ចឹង process របស់យើងបានតាមខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ